ជំរាបសួរអ្នកទាំងអស់គ្នាតើអ្នកធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាមនុស្សម្នាក់អាចបោះជំហានទៅមុខយ៉ាងលឿនក្នុងរយៈពេលត្រឹមតែ1ឆ្នាំខណៈពេលដែលមនុស្សម្នាក់ទៀតនៅដដែលចម្លើយមិនមែនមកពីសំណាងទេតែមកពីប្រភពចំណេះដឹងដែលគេបញ្ចូលទៅក្នុងខួរក្បាលរបស់ពួកគេឆ្នាំ2026គឺជាឆ្នាំនៃឱកាសប៉ុន្តែវាសម្រាប់តែអ្នកដែលបានត្រៀមខ្លួនរួចរាល់ប៉ុណ្ណោះថ្ងៃនេះខ្ញុំនឹងចែករំលែកសៀវភៅដ៏មហាសាល3ក្បាលដែលនឹងបដូរផ្នត់គំនិតនិងជោគវាសនារបស់យើងទាំងអស់គ្នាក្នុងឆ្នាំថ្មីនេះសៀវភៅទី1 Atomic Habits មនុស្សភាគច្រើនបរាជ័យក្នុងឆ្នាំថ្មីព្រោះគេដាក់គោលដៅធំៗពេកបន្ទាប់មកក៏បោះបង់ចោលលោក James Clear ម្ចាស់សៀវភៅនេះបានប្រាប់យើងថាអ្នកមិនចាំបាច់ធ្វើរឿងអស្ចារ្យរៀងរាល់ថ្ងៃទេគ្រាន់តែធ្វើឲ្យប្រសើរជាងមុន 1% ទៅបានហើយនៅក្នុងវីដេអូនេះខ្ញុំចង់ឲ្យអ្នកចាំពាក្យមួយឃ្លាថាយើងមិនមែនជោគជ័យតាមរយៈការផ្លាស់ប្ដូរធំដុំអីទេតែយើងជោគជ័យតាមរយៈទម្លាប់តូចៗដែលយើងធ្វើរាល់ថ្ងៃបើអ្នកចង់ផ្លាស់ប្ដូរជីវិតក្នុងឆ្នាំ2026ចូលចាប់ផ្ដើមពីទម្លាប់តូចៗបំផុតរបស់អ្នកតោះយើងចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់និងផ្នត់គំនិតរបស់យើងទាំងអស់គ្នាសៀវភៅទី2ដែលមានឈ្មោះថា The Psychology of Money និពន្ធដោយលោក Morgan Housel នៅក្នុងឆ្នាំ2026ការរកលុយបានច្រើនមិនមែនជាជោគជ័យទាំងស្រុងទេបើអ្នកមិនចេះរក្សាវាសៀវភៅនេះបានបង្រៀនយើងថាការគ្រប់គ្រងលុយគឺជាជំនាញខាងផ្លូវចិត្តវានឹងធ្វើឲ្យអ្នកឈប់ប្រើប្រាស់លុយដើម្បីបង្អួតអ្នកដទៃប៉ុន្តែប្រើលុយដើម្បីទិញពេលវេលានិងសេរីភាពមកវិញនេះគឺជាមេរៀនហិរញ្ញវត្ថុដ៏មានតម្លៃបំផុតសម្រាប់យុវជនសម័យថ្មីដោយពាក្យមួយឃ្លាគេបាននិយាយថាកុំចាយលុយដែលអ្នកមិនទាន់មានដើម្បីទិញរបស់ដែលអ្នកមិនត្រូវការដើម្បីបង្អួតមនុស្សដែលអ្នកមិនចូលចិត្តនិងសៀវភៅចុងក្រោយដែលពិសេសបំផុតសម្រាប់អ្នកចង់បង្កើតថ្មីគឺ Show Your Work និពន្ធដោយលោក Austin Kleon ក្នុងសម័យ Digital នេះបើអ្នកមានសមត្ថភាពតែអ្នកលាក់ទុកនោះគ្មានអ្នកណាដឹងឡើយសៀវភៅនេះនឹងវាយបំបែកភាពភ័យខ្លាចរបស់អ្នកហ៊ានឲ្យអ្នកបង្ហាញដំណើរការនៃការរៀនសូត្រទៅកាន់ពិភពលោកអ្នកមិនចាំបាច់ក្លាយជា genius មនុស្សពូកែអស្ចារ្យទៅអាចធ្វើ YouTube បានទេអ្នកគ្រាន់តែជាមនុស្សម្នាក់ដែលហ៊ានចែករំលែកអ្វីដែលអ្នកដឹងដោយដែលខ្ញុំកំពុងធ្វើនៅពេលនេះអញ្ចឹងសរុបមកវិញ Atomic Habits សាងទម្លាប់ The Psychology of Money សាងទ្រព្យសម្បត្តិនិង Show Your Work សាងឱកាសតើក្នុងចំណោមសៀវភៅទាំង3នេះអ្នកចាប់អារម្មណ៍សៀវភៅមួយណាជាងគេឬអ្នកមានសៀវភៅផ្សេងដែលចង់ណែនាំខ្ញុំវិញសូម comment នៅខាងក្រោមយើងនឹងជជែកជាមួយគ្នាសូមកុំភ្លេចចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីកុំឲ្យរំលងវីដេអូសម្រាប់សៀវភៅល្អៗនៅសប្តាហ៍ក្រោយខ្ញុំសាវៀតសូមអរគុណនិងសូមឲ្យឆ្នាំ2026ជាឆ្នាំដ៏អស្ចារ្យបំផុតសម្រាប់អ្នកជួបគ្នានៅវីដេអូក្រោយ